ការធ្វើនំអន្សមជ្រូកគឺមានវិធីធ្វើខុសៗពីគ្នាចំណែកខ្ញុំចូលចិត្តវិធីសាស្ត្រមួយនេះជាដំបូងយកសណ្តែកបាយទៅដាំដាក់អំបិលបន្តិចខ្ទិះដូងដាក់កូរដាក់អំបិល2ស្លាបព្រាកាហ្វេស្ករស1វែកសម្លធំអង្ករដំណើប1គីឡូត្រាំ12ម៉ោងលាងឲ្យស្អាតយកមកចាក់កូរជាមួយខ្ទិះដូងយើងកូរបែបនេះបងប្អូនគឺថានំយើងគឺថាឈ្ងុយឆ្ងាញ់ងាយស្រួលក្នុងការវេចខ្ចប់កូររហូតដល់អាកាសទឹកបែបហ្នឹងរីឯរសជាតិវិញគឺមានជាតិផ្អែមឡំៗបន្ទាប់មកក៏យកមកខ្ចប់ដោយខ្ញុំប្រើស្លឹកចេក2ជាន់ណាតូចខ្ញុំដាក់ពីលើអាធំខ្ញុំដាក់ពីក្រោមទំនាប់ការពារលហាយអីចឹងណាបងអូនចាតែប៉ុណ្ណឹងដាក់អង្គមកធ្វើការវេចមកល្មមសមមិនតូចពេកក៏មិនធំពេកហើយដាក់សណ្តែកតាមចំណង់ចំណូលចិត្តខ្ញុំអត់សូវចូលចិត្តសណ្តែកច្រើនខ្ញុំដាក់រាងតិចហើយស្នូលវិញខ្ញុំធ្វើការប្រឡាក់ទុកមួយយប់ដើម្បីឲ្យចូលជាតិតែប៉ុណ្ណឹងហើយរើសយកតែផ្នែកខ្លាញ់ៗមកវេចខ្ចប់នំយើងគឺធ្វើឲ្យនំយើងកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ចាគ្របសណ្តែកពីលើបន្តិចហើយដាក់អង្ករពីលើបន្តិចដែរដើម្បីឲ្យយើងបានចិត្តស្នូលយើងបានល្អតែប៉ុណ្ណឹងយើងធ្វើការផ្អាប់នំទាំងពីរនឹងចូលគ្នាមកឲ្យបានចិត្តស្នូលហើយក៏យើងធ្វើការមូលមកបងប្អូនមូលឲ្យណែនបន្តិចបន្ទាប់មកយកខ្សែមួយចងនៅផ្នែកកណ្ដាលហើយយើងចាប់ផ្ដើមបត់បានហើយយកដៃញកបន្តិចមកនំយើងណែនល្អហើយយើងធ្វើការបត់បែបនេះហើយមកខាងទៀតដូចគ្នាបងប្អូនបើស្ទើរអង្គអត់ចិត្តសាច់យើងអាចដាក់បំពេញតាមនឹងបានហើយយើងធ្វើការបត់ដូចគ្នាអញ្ចឹងមកគឺថាងាយអត់ពិបាកទេបងប្អូនតែពីខ្ចប់ហើយចងម្ដងផ្នែកសំខាន់នៃការចងគឺផ្នែកក្បាលនិងកន្ទុយព្រោះមិនយើងធ្វើការរឹតក្បាលនិងកន្ទុយឲ្យណែនបើនំយើងរឹតអត់ណែនទេនៅពេលយើងស្ងោរគឺថាអាចលាចេញទឹកចូលបានចំណែកផ្នែកកណ្ដាលវិញគឺគ្រាន់តែរុំទេបងប្អូនកុំរឹតណែនពេកកណ្ដាលហ្នឹងបើយើងរឹតណែនផ្នែកកណ្ដាលគឺថានំយើងស្ងោរចេញមកអត់ស្អាតទេរាងកំពីងកំប៉ោងហើយយើងចងបាំងមកយើងថាឆ្លីតិចមកឲ្យនំយើងមូលល្អតែប៉ុណ្ណឹងយកទៅស្ងោរបានហើយ2ម៉ោងកន្លះទៅ3ម៉ោងហើយនំរបស់ខ្ញុំគឺថារួចរាល់ហើយបងប្អូនគឺថាឈ្ងុយឆ្ងាញ់ហើយបកមកជាប់ស្លឹកទេបើបងប្អូនគិតថាវិធីសាស្ត្រមួយនេះងាយស្រួលកុំភ្លេចសាកល្បងធ្វើទាំងអស់គ្នាណាជម្រាបលា